សាខាកាច់បាត់ក្រហមកម្ពុជាខេត្តបាត់ដំបងចាត់តំណាងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារវីរជនពលីជីវិតដើម្បីជាតិនៅក្នុងបរិយាកាសក្តុកក្តួលនិងសោកស្ដាយជាពន់ពេកឯកឧត្តមសុកលូប្រធានគណៈកម្មាធិការសាខាកាច់បាត់ក្រហមកម្ពុជាខេត្តបាត់ដំបងបានចាត់ប្រតិភូសាខាដឹកនាំដោយលោកផេងសិទ្ធីអនុប្រធានអចិន្ត្រៃយ៍សាខាព្រមទាំងមន្ត្រីប្រតិបត្តិជាច្រើនរូបចូលរួមរំលែកទុក្ខដោយផ្ទាល់ជាមួយក្រុមគ្រួសារសពលោកពលបាតូប៊ិចសត្វស្ចាយុទ្ធជននៃវរៈសេនាតូចរថក្រោះលេខ67យោធភូមិភាគទី5ដែលបានលះបង់ជីវិតក្នុងបបហេតុការពារបូរណភាពទឹកដីតាមបណ្ដោយព្រំដែនបឹងត្រកួនខេត្តបន្ទាយមានជ័យពិធីចូលរួមរំលែកទុក្ខនេះបានប្រព្រឹត្តទៅនៅគេហដ្ឋាននៃសពស្ថិតក្នុងភូមិវត្តមឹមឃុំអូតអំបង1ស្រុកសង្កែខេត្តបាត់ដំបងកាលពីថ្ងៃទី3ខែសីហាឆ្នាំ2026ក្នុងឱកាសនោះប្រតិភូសាខាបាននាំយកនៅសារលិខិតរំលែកទុក្ខរបស់ឯកឧត្តមសុកលូដើម្បីផ្ញើជូនក្រុមគ្រួសារនៃសពដោយបានគូសបញ្ជាក់ថាការបាត់បង់លោករស្នេកតូប៊ិចសត្វស្ចាមិនត្រឹមតែជាការបាត់បង់ស្វាមីជាទីស្រឡាញ់និងជាឪពុកប្រកបដោយព្រហ្មវិហារធម៌ក្នុងគ្រួសារប៉ុណ្ណោះទេប៉ុន្តែគឺជាការបាត់បង់ធនធានមនុស្សយ៉ាងសំខាន់និងជាយុទ្ធជនដ៏ស្មោះត្រង់មានទឹកចិត្តអង្អាចក្លាហានព្រមទាំងមានឆន្ទៈមោះមុតក្នុងការបម្រើជាតិមាតុភូមិដើម្បីការពារបូរណភាពទឹកដីអធិបតេយ្យនិងសុខសន្តិភាពជូនប្រជាជនថ្នាក់ដឹកនាំនិងមន្ត្រីប្រតិបត្តិសាខាកាត់បាត់ក្រហមកម្ពុជាខេត្តបាត់ដំបងទាំងអស់សូមសម្ដែងនៅការរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជាមួយគ្រួសារនៃសពនិងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកពលបាតូប៊ិចសត្វស្ចាបានទៅកាន់សុគតិភពកំបីឃ្លៀងឃ្លាតឡើយពលីកម្មនិងការបាត់បង់ដ៏ធំធេងរបស់លោកនឹងត្រូវបន្សល់ទុកជាគំរូវីរភាពដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់ក្រោយចងចាំនិងជានិមិត្តរូបនៃការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពប្រទេសជាតិ